Good morning បងប្អូនអរគ្នាថ្ងៃនេះជាថ្ងៃទី2នៃការចូលវាលរបស់ខ្ញុំហីហើយថ្ងៃនេះគេរៀងជ្រុលម៉ោងតិចម៉ោង6កន្លះបានងូតទឹករៀបចំខ្លួនឥឡូវនេះខ្ញុំចូលដល់វគ្គ skin care បង skin care របស់ខ្ញុំអត់មានអីច្រើនទេខ្ញុំលាបតែលេខការពារកម្ដៅថ្ងៃបន្ទាប់មកដាក់ជាមួយនឹង BB មាសពីលើម្ដងទៀតដើម្បីការពារកម្ដៅថ្ងៃអញ្ចឹងណាបងពេលយើងចូល field ទៅក្ដៅខ្លាំងអញ្ចឹងយើងត្រូវការលាប2តង់អញ្ចឹងណាបងហើយបន្តមកទៀតខ្ញុំធ្វើការដាក់ color ភ្នែកតិចបង color ភ្នែកខ្ញុំយកពណ៌រៀងទឹកក្រូចបែកផ្កាឈូកតិចអញ្ចឹងណាបងបន្តមកទៀតខ្ញុំចាប់ដាក់គូ eyeliner ខ្ញុំយកកន្ទុយតិចបែបធម្មជាតិអញ្ចឹងណាបងបន្ទាប់មកបបោសជាមួយនឹងម្សៅហុយពីលើម្ដងទៀតហើយលាបក្រែមនេះជាការផាត់មុខថ្ងៃទី2របស់ខ្ញុំរីរួលហើយបងនេះគឺជាសកម្មភាពនៃការធ្វើដំណើរទៅចុះ field របស់ខ្ញុំបងមានឆ្លងកាត់ដងស្ទឹងនេះហៅស្ទឹងសែនបងស្ទឹងសែនប៉ារីសបងនៅខេត្តកំពង់ធំយើងហ្នឹងហើយនេះគឺជាចំការរបស់កសិករយើងខ្លះក៏ប្រមូលផលខ្លះក៏អត់ទាន់បានប្រមូលទេហើយសកម្មភាពថ្ងៃទី2របស់ខ្ញុំមានតែប៉ុណ្្នឹងទេបងជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតបងកុំភ្លេចជួយ like subscribe channel ខ្ញុំម្នាក់មួយផងបងបាយបាយ